ជូនពរអូនជួបមនុស្សល្អជាងបងលឺហើយចង់ក្អួតឆ្លាតម៉ែមុនដើរចេញឆ្លៀតធ្វើទូកំសត់ធ្វើជាជនរងគ្រោះអីផ្ដាច់មុខទៀតបើជូនពរឲ្យខ្ញុំជួបមនុស្សល្អដែរចុះមិនព្រមធ្វើជាមនុស្សល្អសម្រាប់ខ្ញុំមើលចុះបើធ្វើជាមនុស្សល្អដាច់ខ្យល់ស្លាប់មែនការប៉ັດទៅពាក្យជូនពរឲ្យអូនជួបតែមនុស្សល្អឬក៏ជួបមនុស្សល្អជាងបងហ្នឹងវាគ្រាន់តែជាលេសបិទបាំងកំហុសរបស់ខ្លួនឯងទេគេគ្រាន់តែចាកចេញទៅដោយមិនធ្វើឲ្យខ្លួនឯងមើលទៅវាអាក្រក់ពេកគេចង់ឲ្យអ្នកដទៃឃើញថាអូខ្ញុំដើរចេញព្រោះតែខ្ញុំស្រឡាញ់គេខ្ញុំចង់ឲ្យគេជួបមនុស្សល្អជាងខ្ញុំតែការពិតទៅគឺគ្រាន់តែគេអស់ចិត្តគេចង់រកថ្មីតែគេអត់ហ៊ានទទួលខុសត្រូវលើទង្វើដ៏សែនថោកទាបរបស់គេទេសូមកុំយកពាក្យជូនពរមកបិទបាំងទង្វើដ៏សែនថោកទាបរបស់ខ្លួនឯងអីហើយអ្នកដែលកំពុងតែអង្គុយយំដោយសារតែពាក្យជូនពរហ្នឹងណាគួរឈប់យំមើលគេជូនពរឲ្យយើងជួបមនុស្សល្អជាងគេមែនទេចាបាច់បារម្ភទេព្រោះមនុស្សល្អជាងគេមាននៅគ្រប់ទីកន្លែងទាំងអស់ហ្នឹងសូម្បីតែយើងរស់នៅម្នាក់ឯងក៏ល្អជាងពេលដែលមានគេដែរមនុស្សដែលល្អតែសម្ដីតែទង្វើខូចខិលមិនសមនឹងធ្វើឲ្យយើងហូរទឹកភ្នែកសូម្បីតែមួយតំណក់គេព្រមដោះលែងយើងគឺជារឿងដែលល្អបំផុតនៅក្នុងជីវិតរបស់យើងហើយខ្ញុំចង់ផ្ដាំទៅវិញថាអរគុណសម្រាប់ពាក្យជូនពរខ្ញុំច្បាស់ជាជួបមនុស្សល្អជាងអ្នកឯងព្រោះវាមិនមែនជារឿងពិបាកទេខ្ញុំក៏ជូនពរអ្នកឯងដូចគ្នាសូមឲ្យអ្នកឯងជួបជាមួយនឹងមនុស្សប្រភេទដូចអ្នកឯងដែរព្រោះមនុស្សបែបណាគួរតែជួបមនុស្សបែបហ្នឹងទើបវាស័ក្តិសមឲ្យរងកម្មជាមួយគ្នាចាប់ពីថ្ងៃនេះទៅផ្លូវអ្នកឯងដើរផ្លូវខ្ញុំដើរហើយសូមកុំពាក់ព័ន្ធគ្នាទៀតអីសម្រាប់អ្នកដែលចូលចិត្តវីដេអូនេះសូមជួយ share ម្នាក់មួយដើម្បីឲ្យបងម្នាក់នោះគាត់បានឃើញដែរ